អាញាធមមេកសិកបាននិយាយការពីថ្ងៃអាទិត្យម្សិលមិញនេះថាយ៉ាងហោចណាស់គឺមានមនុស្សចំនួន13នាក់បានស្លាប់និង98នាក់រងរបួសបន្ទាប់ពីរថភ្លើង Interoceanic បានធ្លាក់នៅក្នុងរដ្ឋអុកសាកាភាគខាងត្បូងនៃប្រទេសមេកសិកលេខាធិការដ្ឋានកងទ័ពជើងទឹកបាននិយាយថាអ្នករបួស36នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយអ្នកផ្សេងទៀតគឺមានរបួសស្រាលលេខាធិការដ្ឋានបានកត់សម្គាល់ថាស្ថាប័ននេះគឺបានដាក់ពង្រាយទាហានជើងទឹកចំនួន360នាក់រថយន្ត20គ្រឿងរថយន្តសង្គ្រោះបន្ទាន់4គ្រឿងយន្តហោះចំនួន3គ្រឿងនិងយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិការស្វែងរកនៅតាមទីតាំងអ្នកដំណើរស្ថាប័ននេះបានបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តរបស់ខ្លួនចំពោះសេវាកម្មនិងដើម្បីសុវត្ថិភាពក៏ដូចជាសុខុមាលភាពរបស់ប្រជាជនមេកសិកហើយនឹងបន្តការសហការគ្នានៅក្នុងលក្ខខណ្ឌសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីបញ្ជាក់ពីការពិតឥឡូវនេះក្រុមមន្ត្រីជំនាញនៃប្រទេសមេកសិកកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមទៀតដើម្បីរកមូលហេតុពិតប្រាកដថាអ្វីដែលនាំឲ្យរថភ្លើងរត់នោះធ្លាក់ផ្លូវបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសយ៉ាងច្រើនបែបនេះ